នៅថ្ងៃនេះនាងខ្ញុំសូមនាំលោកអ្នកមកស្វែងយល់អំពីថាតើព្យុះសង្គ្រាកាន់តែកំណាចបណ្ដាលមកពីការកើនឡើងកម្ដៅនៃភពផែនដីមែនដែរឬទេក្នុងរដូវព្យុះសង្គ្រាភាពកំណាចរបស់វាបានធ្វើឲ្យពិភពលោកព្រឺខ្នងយ៉ាងខ្លាំងប្រៀបដូចកំពុងប្រឈមនឹងការរលត់រលាយផែនដីយ៉ាងដូច្នោះការព្រួយបារម្ភនេះក៏ព្រោះតែព្យុះទាំងនេះគឺជាព្យុះកំណាចខ្លាំងមិនធ្លាប់មានបើតាមក្រុមអ្នកជំនាញអាកាសធាតុព្យុះកាន់តែកំណាចខ្លាំងនេះគឺជាផលវិបាកផ្ទាល់នៃការឡើងកម្ដៅនៃភពផែនដីព្យុះហាវ៉ៃបង្កឲ្យមានទឹកជំនន់បណ្ដាលប្រទេសជន់លិចរដ្ឋតិចសាសព្យុះអៀម៉ាជាព្យុះកំណាចបំផុតមិនធ្លាប់មាននៅមហាសមុទ្រអាត្លង់តិកបំផ្លាញកោះសាំងម៉ាតាំងបារាំងអស់ 95% តែនេះជាកំហុសនៃការឡើងកម្ដៅសីតុណ្ហភាពនៃភពផែនដីឬទេអ្នកនយោបាយមួយចំនួនដូចជាអភិបាលក្រុងប៉ារីសឬប្រធានាធិបតីបារាំងលោកម៉ាក្រុងព្រមទាំងអ្នកវិទ្យាសាស្ត្រយល់ថាព្យុះនឹងការឡើងកម្ដៅនៃភពផែនដីមានចំណងហេតុនិងផលច្បាស់ណាស់ដូច្នេះនៅថ្ងៃអនាគតនឹងកាន់តែមានព្យុះកំណាចកាន់តែច្រើនកាន់តែកំណាចឡើងមែនទេមិនប្រកាសទេបើតាមការពន្យល់របស់អ្នកវិទ្យាសាស្ត្រព្យុះទីហ្វុងព្យុះស៊ីក្លូនព្យុះអូរ៉ាហ្គង់ព្យុះសង្គ្រាកបិតត្បូងឬព្យុះភ្លៀងវាដូចគ្នាទាំងអស់អ្វីដែលខុសគ្នាគឺកន្លែងដែលព្យុះនោះក៏កើតប៉ុណ្ណោះគ្រប់ព្យុះតែងកើតឡើងនៅក្នុងសមុទ្រក្តៅនិងដែលមានលក្ខខណ្ឌ3រួមគ្នាគឺទឹកសមុទ្រក្តៅចាប់ពី26អង្សាសេឡើងទៅរហូតជម្រៅ60ម៉ែត្រមានកម្រិតសំណើមគ្រប់គ្រាន់ក្នុងបរិយាកាសនិងមានការរំខានដែលធ្វើឲ្យខ្យល់វិលគួចคล้ายបន្សំផ្សែងពពកវិលមូលជាគូតខ្ចៅហើយនៅពេលទៅប៉ះមហាសមុទ្រខ្យល់កាន់តែក្តៅព្យុះក៏អណ្ដែតឡើងលើផ្ទៃសមុទ្របន្តវិលគួចឡើងនាំខ្យល់ត្រជាក់ទៅចំណុចកណ្ដាលនៃសម្ពាធឬភ្នែកព្យុះបង្កើតជាសកម្មភាពព្យុះភ្លៀងឡើងសកម្មភាពកើនឡើងខ្លាំងឬខ្សោយទៅតាមកម្រិតកម្ដៅនិងសំណើមកត្តាកម្ដៅនិងសំណើមជាផលវិបាកពីរយ៉ាងផ្ទាល់បង្កឡើងដោយការឡើងកម្ដៅនៃភពផែនដីសម្រាប់ក្រុមអ្នកជំនាញអាកាសធាតុកម្ដៅនិងសំណើមកើនឡើងកាន់តែខ្លាំងដោយសារឥទ្ធិពលនៃឧស្ម័នផ្ទះកញ្ចក់បើអាកាសធាតុឡើងកម្ដៅ1អង្សាសំណើមក្នុងបរិយាកាសនឹងកើនឡើង 7% ដូច្នេះបើកត្តាពីរនេះកើនឡើងនោះជាការធម្មតាទេដែលមានព្យុះកាន់តែធំនិងកាន់តែកំណាចប៉ុន្តែដោយហេតុពិភពលោកគ្មានទិន្នន័យគ្រប់គ្រាន់គ្មានឯកសាររូបភាពផ្កាយរណបមុនឆ្នាំ1970ដោយពេលបច្ចុប្បន្នគេមិនអាចនិយាយបានសោះឡើយថាតើសកម្មភាពព្យុះសង្គ្រាវិវត្តយ៉ាងដូចម្តេចក្នុងសតវត្សទី20ព្យុះសង្គ្រាទាំងឡាយទោះកំណាចយ៉ាងណាឬញឹកញយក៏ដោយបើមិនមកប៉ះដីប៉ះដែនទ្វីបទេនោះពិភពលោកពិតជាមិនបានដឹងឡើយរាល់កំណត់សម្គាល់អាចចាប់រាប់បានត្រឹមតែពីឆ្នាំ1970មកឆ្នាំដែលពិភពលោកដាក់ឲ្យដំណើរការប្រព័ន្ធតាមដានផ្កាយរណបចាប់ពីឆ្នាំនោះមកអ្នកវិទ្យាសាស្ត្របានសង្កេតឃើញមានកំណើនព្យុះរួចទៅហើយនៅក្នុងអត្តកូលខាងជើងសកម្មភាពព្យុះនៅក្នុងតំបន់ត្រូវបន្តវត្តវារាប់សិបឆ្នាំដូច្នេះគេពិតជាមិនអាចទាន់និយាយបានឡើយថាកម្រិតព្យុះសង្គ្រាប្រែប្រួលដោយធម្មជាតិឬដោយការប្រែប្រួលអាកាសធាតុផ្ទុយទៅវិញបើតាមគំរូសិក្សាសមបាតុភូតអាកាសធាតុតាមប្រព័ន្ធព័ត៌មានវិទ្យានៅសតវត្សទី21នេះព្យុះសង្គ្រាភ្លៀងខ្យល់អាចនឹងមានកម្លាំងកំណាចនិងធំខ្លាំងតែចំនួនព្យុះអាចនឹងថយចុះបើគិតក្នុងកម្រិតភពផែនដីទាំងមូលអ្នកស្រាវជ្រាវអាកាសធាតុបារាំងមិនសូវទុកចិត្តលើលទ្ធផលនៃការសិក្សានេះប៉ុន្មានទេព្រោះអ្វីៗត្រូវប្រែប្រួលដោយធម្មតានិងធម្មជាតិទៅនឹងការឡើងកម្ដៅនៃភពផែនដីតែអ្វីដែលប្រកបខ្លាំងគឺការខូចខាតដោយសារតែព្យុះភ្លៀងតែងនាំឲ្យមានទឹកជំនន់ទឹកជោនិងព្យុះភ្លៀងហើយប្រជាជននាំគ្នារស់នៅតាមតំបន់ឆ្នេរកាន់តែច្រើនជាចុងក្រោយបើតាមឧតុនិយមបារាំងការស្រាវជ្រាវបានបង្ហាញថាក្នុងរយៈពេល35ឆ្នាំចុងក្រោយនេះព្យុះបានផ្លាស់ប្ដូរទីតាំងភាពកំណើតរបស់ព្យុះសង្គ្រាបានឡើងខ្លាំងដល់កម្រិតអតិបរមាដោយរំកិលខ្លួនទៅតំបន់ប៉ូលខាងជើងនិងខាងត្បូងមានន័យថាមេព្យុះខិតកាន់តែឆ្ងាយពីតំបន់អេក្វាទ័របាតុភូតនេះទំនងជាមានពាក់ព័ន្ធនឹងការរីកធំនៃតំបន់ត្រូពិចដែលមានអាកាសធាតុក្តៅហើយសើម